អនុញ្ញាតសូមគោរពបងប្អូនជាទីគោរពជាពិសេសបងប្អូនដែលចូលចិត្តដាំដំណាំតាមផ្ទះនេះគឺជាវីដេអូក្នុងការដាំកូនដំណាំសណ្តែកគួរជាដំបូងយើងត្រូវតែជីកដីសមល្មមមិនជ្រៅពេកហើយក៏មិនរាក់ពេកដែរយើងជីកដីដែលជាដីចាស់ចោលទៅហើយយើងចាក់បំពេញជាមួយនឹងដីកំប៉ុស្តជាដីដាំដែលជាដីដែលយើងទិញពីទីផ្សារឬក៏បងប្អូនទាំងអស់គ្នាអាចផលិតជីកំប៉ុស្តគោកដោយខ្លួនឯងដើម្បីយកមកទ្រាប់បាតក្នុងការដាំកូនសណ្តែកឬជាកូនដំណាំផ្សេងៗក៏បានគ្នានេះគឺជាកូនសណ្តែកដែលខ្ញុំបានបណ្ដុះរយៈពេល14ថ្ងៃដែលយើងអាចនិយាយថាពីសប្តាហ៍នៅពេលដែលយើងបណ្ដុះហើយយើងយកមកដាំដែលបណ្ដុះក្នុងផើងគឺងាយស្រួលគ្រាន់តែយើងចាក់វាដេកវាមកក្រោមនេះគឺវាស្រួលនិងខ្លាំងមែនទែននៅពេលដែលយើងដាំនៅក្នុងផើងហើយយើងបំបែកវាយកមកដាំនៅដីផ្ទាល់បែបនេះហើយខ្ញុំដាក់ឲ្យវាឡើងជាមួយនឹងទ្រើងដើម្បីឲ្យវាតោងទៅពេលនោះសណ្តែកគួរយើងនឹងតោងទ្រើងហើយបន្ថែមជាមួយនឹងដីកំប៉ុស្តបន្ថែមទៀតដើម្បីឲ្យសណ្តែកគួរយើងមានកម្លាំងក្នុងការលូតលាស់ហើយរយៈពេលគឺត្រឹមតែ1ខែកន្លះទៀតគឺយើងទទួលបានផលហើយខ្ញុំបន្ថែមជាមួយនឹងកំទេចកំទីឬក៏ចំបើងប៉ុន្តែខ្ញុំប្រើប្រាស់ជាមួយនឹងស្លឹកឫស្សីដោយសារនៅផ្ទះខ្ញុំនេះគឺសម្បូរជាមួយនឹងស្លឹកដើមឫស្សីហើយនៅពេលដែលយើងដាក់ដើម្បីទ្រាប់កុំឲ្យវាច្រោះដំណើរទឹកហើយយើងដាក់កំទេចកំទីបែបនេះគឺធ្វើឲ្យគ្រឹះដំណាំសណ្តែកគួររបស់យើងនេះគឺវាមិនក្តៅពេក